នេះជាច្បាប់ទម្លាប់តើចុះបើគេយកតែដំឡូងបារាំងមកហោក៏បានតើឲ្យតែជាវត្ថុធាតុដើមដែលភ្ញៀវផ្ចិតផ្ចង់រើសមកគឺបងធ្វើទាំងអស់រកស៊ីរបៀបបងឯងនេះអូនឯងជាបងអត់មិនយូរប៉ុន្មានទេអ្នកល្បីពេញពិភពលោកនឹងដណ្ដើមគ្នាមកខាងយើងមិនខានជឿជាក់ម្លេះបងព្រោះម្ហូបដែលបងធ្វើលើโลกនេះមានតែបងម្នាក់គត់ដែលធ្វើបានចាអូនជឿបងចុះបងភ្ញៀវទៅដំបងគេនឹងមកដល់នៅពេលណាដែរ3ថ្ងៃទៀតជាអ្នកណាគេទៅមើលយុនសៀងគឺគាត់ហោះគាត់ថាចង់ធ្វើជាភ្ញៀវដំបងគេថែមទាំងយកសាច់ជ្រូកប្រឡាក់ដែលលាក់ទុក20ឆ្នាំមកជាមួយផងលោកយីខ្ញុំមកដល់ហើយបានញ៉ាំស្នាដៃលោកយីអញ្ចឹងប្រធានក្រុមហ៊ុនផ្សេងប្រកាសជាចំណែនខ្ញុំស្លាប់ហើយទីធ្លានេះស្អាតមែនទែនលោកយីនេះជាសាច់ជ្រូកប្រឡាក់ Iberico របស់អេស្ប៉ាញតែរក្សាទុកបាន20ឆ្នាំហើយជារបស់ល្អតាចាំបន្តិចសិនចុះនេះលោកយីតាមពិតលោកនៅចាំហោះសាក់ភ្លក់មើលទៅ20ឆ្នាំហើយគឺរសជាតិមួយនេះឯងកាលមុនពេលដែលខ្ញុំដល់អាណាថាគឺលោកយីហើយដែលឲ្យស៊ុបក្តៅមួយចានដល់ខ្ញុំថែមទាំងប្រាប់ថាញ៉ាំស៊ុបនេះហើយត្រូវចាប់ផ្ដើមសារជាថ្មីរសជាតិសាច់ជ្រូកនៅក្នុងស៊ុបនោះខ្ញុំចងចាំទុកពេញ20ឆ្នាំហ្មងលោកយីអរគុណលោកខ្លាំងណាស់អង្គុយចុះទៅនៅមានម្ហូបទៀតបងពេលមកយន្តសៀងត្រឡប់ទៅវិញភ្នែកគាត់ក្រហមអស់ហើយគាត់ជាមនុស្សឲ្យតម្លៃលើមនោសញ្ចេតនាណាស់កាលមុនបងពិតជាធ្លាប់ជួយគាត់មែនហ៎គ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះចុះបងធ្លាប់ជួយមនុស្សប៉ុន្មានអ្នកហើយចាំលែងបានហើយអ្នកណាគេសុំសួរផងតើទីនេះគឺយឺណានជូមែនទេបាទមែនខ្ញុំមកពីទីក្រុងទីចឹងដេឆេងឬថាទីនេះមានកម្ពុជា